ជំរាបសួរពុកម៉ែបងប្អូនចាសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំមានសម្លខ្មែរយើងមួយមុខគឺគេហៅថាសម្លបហាបងប្អូនចាសម័យឥឡូវសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះអញ្ចឹងខ្ញុំក៏កាត់បន្ថយនៃការចំណាយដែរខ្ញុំចំណាយលុយត្រឹមតែ 5,000 ទេណាបងប្អូនចាគឺខ្ញុំបានសម្លបហាមួយឆ្នាំងបែបនេះតែម្ដងហើយសម្លបហាមួយឆ្នាំងនេះបងប្អូនចាមានសាច់ជ្រូកផងមានត្រីឆ្អើរផងហើយសួរថាហេតុអីបានអស់តិចម៉េះបងត្រីសម្លបហាមួយឆ្នាំងមកខ្ញុំប្រាប់ចាគឺដោយសារតែខ្ញុំទិញបន្លែគេតែ 2,000 នេះបងប្អូនចាសម្រាប់បន្លែ 2,000 ហ្នឹងគឺខ្ញុំមានជាមួយនឹងអាណូងតឡាចហើយនឹងផ្ទីបន្ទាប់មកជាមួយនឹងគ្រឿងគឺគេថែមឲ្យណាសម្រាប់គ្រឿងស្លបហាគឺដោយសារតែខ្ញុំមានត្រីឆ្អើរហើយស្រេចទេណាបងប្អូនអញ្ចឹងគឺខ្ញុំមានត្រីឆ្អើរត្រីដៃនោះ2អញ្ចឹងបន្ទាប់មកគឺខ្ញុំអត់ទិញសាច់ជ្រូកច្រើនទេបងប្អូនគឺខ្ញុំឲ្យគេកាត់សាច់ជ្រូកចំនួនតែ 3,000 នេះអញ្ចឹងគឺខ្ញុំអាចស្លបានមួយឆ្នាំងតែម្ដងឥឡូវគឺខ្ញុំហាន់គ្រឿងតិចសិនសម្រាប់សម្លបហាបងប្អូនចាក់ឲ្យគ្រប់គ្រឿងគឺវាគឺច្រើនមែនទែនបើសិនជាមានខ្យងចាហើយមានជាមួយនឹងស្អំទៀតរឹតតែឆ្ងាញ់តែម្ដងហើយសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើខ្ជិលរៀងច្រើនសម្រាប់ស្លបហាបងប្អូនចង់បុកគ្រឿងយើងយកស្លឹកក៏បានគល់ក៏បានដែរប៉ុន្តែគ្រាន់តែថាគល់យើងអាចតែស្លជូរគ្រឿងឬក៏ឆាគ្រឿងអីចឹងទៅវាឆ្ងាញ់តែដល់ពេលយើងស្លបហាយើងស្លស្លឹកឈ្ងុយជាងស្លដើមហើយម្ដេងគឺខ្ញុំដាក់រៀងច្រើនបន្តិចសំទោសមិនម្ដេងទេគឺខ្ជិលខ្ញុំដាក់រៀងច្រើនបន្តិចដើម្បីឲ្យឈ្ងុយល្មៀតក៏ដាក់រៀងច្រើនបន្តិចដែរដើម្បីយកពណ៌បុកវារៀងម៉ត់តិចមកបងប្អូនខ្លាចវារៀងអ៊ីចយើងថែមអំបិលតិចមកហើយសម្រាប់ខ្ទឹមគឺខ្ញុំបុកក្រោយខ្ញុំដាក់ខាងក្រោយតែស្លបហាអ្នកណាក៏ចេះស្លដែរមែនទេបងប្អូនតែគាត់ថាផ្ទះនីមួយៗស្លខុសគ្នាអញ្ចឹងណាបន្លែយើងអាចដាក់តាមបេះដូងអញ្ចឹងទៅមានត្រាវមានអីអញ្ចឹងទៅតែខ្ញុំអត់ចូលចិត្តត្រាវអញ្ចឹងខ្ញុំអត់ដាក់ត្រាវទេហើយសម្រាប់ស្លបើសិនជាបងប្អូនខ្ជិលបុកត្បាល់ដូចខ្ញុំបើសិនជាមានគ្រឿងសម្រាប់ម៉ាស៊ីនកិនគ្រឿងណាបងប្អូនអាចយកមកកិនបានតែសម្រាប់ខ្ញុំដោយសារតែខ្ញុំប្រើគ្រឿងតិចដែរអញ្ចឹងគឺខ្ញុំបុកដៃចេះតែម្ដងបងប្អូនដោយសារតែយើងបុកដៃវារៀងឈ្ងុយជាងយើងកិនបន្ទាប់ពីបុកគ្រឿងហើយម៉ត់ទើបខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមចូលខ្ទឹមយើងបុកទៅមួយផ្លេតម៉ត់ហើយណាបងប្អូនពេលដែលខ្ទឹមម៉ត់ហើយដាក់ត្រីបុកសាច់ត្រីឲ្យម៉ត់ចូលជាមួយនឹងគ្រឿងតែម្ដងហើយដួសដាក់ចានបែបនេះមកបងប្អូនចាហើយត្រៀមទៅស្លតែម្ដងហើយដូចខ្ញុំថ្ងៃហ្នឹងអញ្ចឹងគឺខ្ញុំធ្វើគ្រឿងហើយតាំងពីម៉ោង3ម៉ោង4ណាបងប្អូនចាតែដល់ទៅពេលទៅស្លដល់ទៅម៉ោង7យប់បងប្អូនដោយសារតែខ្ញុំទៅយកកូននៅសាលាសិនអញ្ចឹងណាតទៅគាត់មកហើយប្តីបងខ្ញុំគាត់មកពីដឹកអីវ៉ាន់អីអញ្ចឹងទៅគឺខ្ញុំចាប់ផ្ដើមស្លក្តៅញ៉ាំជុំគ្នាតែម្ដងបងប្អូនហើយចាគឺឃើញបន្លែបែបនេះគឺឃ្លានមែនតែម្ដងដោយសារតែវាមានពណ៌លឿងពណ៌ខៀវពណ៌បៃតងអីចម្រុះចូលគ្នាតែម្ដងហើយបើសិនជាបងប្អូនមានកូនតូចៗដែលគាត់អត់ចូលចិត្តញ៉ាំបន្លែញ៉ាំអីអាសាស្លបហាបងប្អូនដោយសារក្នុងសម្លបហាគឺមានបន្លែជាច្រើនហើយតាមបេះដូងតាមក្រុមគ្រួសារនីមួយចូលចិត្តអញ្ចឹងណាដោយសារស្លបហាយើងអាចដាក់ដលងក៏បានដាក់ត្រាវក៏បានដែរបងប្អូនគឺបន្លែអាចដាក់បានច្រើនមុខមែនតែនដាក់ផ្សិតដាក់អីចឹងទៅតែសម្រាប់ខ្ញុំស្លអត់ចង់ឲ្យសល់ខ្ញុំស្លញ៉ាំតែមួយពេលតិចៗណាបងប្អូនអញ្ចឹងគឺខ្ញុំដាក់បន្លែតែប៉ុណ្្នឹងទេហើយកូនស្រីខ្ញុំកូនប្រុសខ្ញុំគាត់ចូលចិត្តណាជាមួយនឹងសម្លខ្មែរយើងហ្នឹងសម្លបហាសម្លគោអីគឺគាត់ចូលចិត្តតែម្ដងហើយតាមការពិតបងប្អូនស្លបហាហ្នឹងបើសិនជាយើងប្រើសាច់ជ្រូក3ជាន់ឆ្ងាញ់ជាងសាច់សុទ្ធតែដោយសារតែខ្ញុំអត់ចង់ឲ្យកូនគាត់ញ៉ាំខ្លាញ់ច្រើនអញ្ចឹងខ្ញុំស្លជាមួយនឹងសាច់សុទ្ធតែម្ដងទៅហើយសម្រាប់គ្រួសាររបស់ខ្ញុំវិញគឺគាត់ចូលចិត្តណាសម្លបហាបុកគ្រឿងហ្នឹងបើនិយាយពីខ្ញុំផ្ទាល់សម្រាប់ស្លបែបអញ្ចឹងចេះគឺខ្ញុំចូលចិត្តបែបគេហៅថាសម្លសម្លក់ឬក៏បហាដែរបងប្អូនពេលដែលយើងអត់បុកគ្រឿងឯងគឺខ្ញុំចូលចិត្តបែបញីស្លឹកគ្រៃបងបងប្អូនគឺវាទឹកថ្លាតែដោយសារតែកូនខ្ញុំហើយនិងគ្រួសារខ្ញុំក៏ចូលចិត្តបែបគ្រឿងខាប់អញ្ចឹងក៏ខ្ញុំស្លបុកគ្រឿងតែម្ដងទៅហើយសម្រាប់សម្លបហានេះអ្នកណាក៏ចេះស្លដែរបងប្អូនចាស់ព្រោះវាជាសម្លខ្មែរយើងភាគច្រើនគឺចេះស្លគ្រប់គ្នាតែម្ដងហើយបើសិនជាបងប្អូនអត់ទាន់ចេះស្លទេចាស់មើលវីដេអូរបស់ខ្ញុំលេងទៅអាចនឹងចេះស្លព្រោះវាងាយមែនតើហើយសម្លបហាហ្នឹងបងប្អូនដាក់ប្រហុករៀងច្រើនបន្តិចទៅកាន់តែឈ្ងុយតែខ្ញុំមិនដឹងថាផ្ទះបងប្អូនចូលចិត្តប្រហុកច្រើនដូចគ្រួសារខ្ញុំអត់ទេណាចាសម្រាប់ខ្ញុំគឺស្លបហាស្លកកូរសម្លម្ជូរគ្រឿងគឺខ្ញុំប្រើប្រហុករៀងដិតបន្តិចហើយបងប្អូនចាពេលដែលសម្លដួសដាក់ចានហើយកុំភ្លេចឲ្យសោះបងប្អូនចាគឺដាក់ទឹកត្រីញីកម្ទេសនឹងហើយចាតិចបងប្អូនអត់ដឹងអីទៅសម្លម្ជូរគ្រឿងសម្លបហាសម្លកកូរហ្នឹងចាគឺត្រូវតែមានទឹកត្រីញីកម្ទេសតែម្ដងហើយបើសិនជាឆាវិញណាចាកុំភ្លេចទឹកស៊ីអ៊ីវញីម្ទេសអាហ្នឹងសម្រាប់គ្រួសារខ្ញុំគឺចូលចិត្តបែបហ្នឹងហើយក៏អរគុណច្រើនសម្រាប់បងប្អូនទស្សនាជួបគ្នានៅវីដេអូថ្មីជម្រាបលាបាយបាយ